ឥឡូវយើងមកមើលលើលំហាត់ប្រតិបត្តិទី3នៅក្នុងសភៅរបស់យើងគេឲ្យយើងរកទូទៅនៃស្វីតនោះពាន់បាទគេឲ្យករណីគេស្គាល់ពីទូបាទអញ្ចឹងលំហាត់គំរូយើងមាននៅខាងលើហើយបាទថែមទាំងមានដំណោះស្រាយបាទហើយនឹងមានយុទ្ធវិធីដោះស្រាយទៀតបាទអញ្ចឹងយើងដោះស្រាយដូចគ្នាបាទខ្ញុំសូមលើកយកតែមួយទៀតដោះស្រាយហើយមួយទៀតទុកឲ្យយើងជាអ្នកអនុវត្តអញ្ចឹងករណីគេប្រាប់ពីទូបែបនេះបាទយើងធ្វើតាមយុទ្ធវិធីនៅក្នុងសភៅរបស់យើងអញ្ចឹងយើងដឹងថា AN ស្មើនឹង A1 បូកជាមួយនឹង N ដក 1 D បាទអញ្ចឹងយើងអាចទាញបាន A2 ស្មើនឹង A1 បូក2ដក 1D អញ្ចឹងបូក D ហើយនឹង A ដុំស្មើនឹង10ដក 1D អញ្ចឹងគឺ A1 បូកជាមួយនឹង 9D បាទអញ្ចឹងយើងអាចយកទំនាក់ទំនងនេះមួយចំនួនខាងលើនេះបានA2 ដូចគ្នាយើងអាចចំនួនខាងលើនេះទៅដើម្បីដោះស្រាយប្រព័ន្ធសមីការរ A1 និង D អញ្ចឹងគេបាននេះគេអញ្ចឹង A2 គឺស្មើនឹង A1 បូក D ស្មើនឹង5 A ដុំគឺ A1 បូក 9D ស្មើនឹង29សមីការទី1សមីការទី2យើងអាចប្រើវិធីដកបំបានដើម្បីរក A1 និង D អញ្ចឹងគឺយើងបានA1 ដក A1 អស់បាទ D ដក 9D គឺយើងបានដក 8D ស្មើនឹង5ដក 29យើងបានដក 24អញ្ចឹង D របស់យើងគឺស្មើនឹងដក 24ដក 8អញ្ចឹងដកចេះដកបូកយើងបាន3បាទ D ស្មើ3យើងអាចជំនួសរក A1 បានតាមសមីការទី1របស់យើងអាចទាញរក A1 បូកនឹង D របស់យើងគឺ3ស្មើ5បាទយើងទាញរក A1 គឺស្មើនឹង5ដក3ស្មើនឹង2អញ្ចឹងយើងអាចរកទូទៅរបស់យើងបានតាមរូបមន្ត AN ស្មើនឹង A1 បូកជាមួយនឹង N ដក 1D អញ្ចឹងគេបាន AN ស្មើនឹង A1 របស់យើងគឺ2បូកជាមួយនឹង N ដក1គុណនឹង D របស់យើងគឺ3ស្មើនឹង2បូកគុណ3ចូលយើងបាន 3N ដក3យើងសម្រួលវាទៅយើងបាន 3N បូក2ដក3យើងបានដក1នេះជាចម្លើយបាទនេះ AN បាទយើងអាចផ្ទៀងផ្ទាត់បានយើងឲ្យ N ស្មើ2យើងទាញរក A2 ស្មើនឹង3គុណនឹង2ដក1អញ្ចឹងគឺស្មើនឹង5វិញ N ស្មើ10យើងអាចទាញរក A ដុំស្មើនឹង3គុណនឹង10ដក1 3 10ដង30 30ដក1 29បាទពេចបាទអញ្ចឹងចម្លើយរបស់យើង AN គឺ 3N ដក1